លោកយាយម្នាក់ដែលមានវ័យ97ឆ្នាំបានបំបែកកំណត់ត្រាពិភពលោកធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបងប្អូនដែលគាត់បានធ្វើការឈរនៅលើស្លាបយន្តហោះដែលកំពុងបើកនឹងបានដោយជោគជ័យតែម្ដងកាលពីថ្ងៃទី4ខែសីហាឆ្នាំ2026នេះលោកយាយគឺជាជនជាតិអង់គ្លេសដែលគាត់មានវ័យរហូតដល់97ឆ្នាំហើយអញ្ចឹងសល់តែ3ឆ្នាំទៀតតែប៉ុណ្ណោះគឺគាត់គម្រប់អាយុ100ឆ្នាំរបស់គាត់ហើយបងប្អូនប៉ុន្តែកាយសម្បទាសុខភាពរបស់គាត់ពិតជាល្អខ្លាំងមែនទែនដែលគាត់បានធ្វើការតស៊ូដើម្បីសម្រេចក្តីស្រមៃរបស់គាត់បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាលរបស់គាត់នឹងរយៈពេល1ឆ្នាំបងប្អូនអញ្ចឹងគាត់បានធ្វើការតស៊ូខិតខំប្រឹងប្រែងរហូតដល់បំបែកកំណត់ត្រាពិភពលោកដែលឈរនៅលើស្លាបយន្តហោះនេះផងដែរហើយគាត់ក៏បានធ្វើការឆ្លៀតនៅក្នុងការរៃអង្គាសដើម្បីជួយទៅដល់មន្ទីរពេទ្យដែលបានធ្វើការព្យាបាលមើលថែគាត់នឹងឲ្យជាសះស្បើយកន្លងមកផងដែរបងប្អូនវាពិតជាអស្ចារ្យខ្លាំងមែនទែនលោកយាយសកម្មភាពដ៏អស្ចារ្យរបស់លោកយាយគឺមានអត្ថន័យពិសេសពិសាលខ្លាំងមែនទែនគឺទទួលបានការកោតសរសើរភ្ញាក់ផ្អើលពេញពិភពលោកតែម្ដងនេះបញ្ជាក់ថាអាយុគ្រាន់តែជាតួលេខទេបងប្អូនវាមិនមែនជាឧបសគ្គនៅក្នុងជីវិតនោះទេអ្វីដែលសំខាន់គឺគាត់អាចសម្រេចបំណងប្រាថ្នាដែលគាត់ប៉ងចង់ធ្វើបានតើបងប្អូនគិតបែបណាដែរចំពោះលោកយាយហើយលោកយាយអាចជាគំរូល្អដែរឬទេសម្រាប់យុវជនជំនាន់ក្រោយអញ្ចឹងបងប្អូនក៏ភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងអរគុណច្រើន